បាទសួស្តីបងប្អូនជួបជាមួយមេរៀនខ្ញុំសារជាថ្មីនេះដែរកុំភ្លេចជួយ like ជួយ share ខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីពីចំណេះដឹង MMO ទាំងអស់គ្នាបងប្អូនថ្ងៃនេះមករៀនបងប្អូនរបៀបដោះ page ដែលយើងមានបញ្ហា quality របស់យើងឡើងពណ៌លឿងឬក៏ក្រហមដែលមានបញ្ហាយើងដើម្បីយើងសម្រួលជាមួយក្រុមហ៊ុន Facebook ឲ្យគាត់ធ្វើឲ្យយើងមកតាមធម្មតាដែលយើងត្រូវតាមគោលការណ៍ឲ្យ Facebook ចាប់អញ្ចឹងបងប្អូនហើយអញ្ចឹងកុំឲ្យខាតពេលយូរតោះមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទអញ្ចឹងយើងចូលនៅក្នុង Facebook យើងមកបងប្អូនហើយបងប្អូនជួយ line ត្រេ3នេះមកបងប្អូនជ្រើសរើស page បងប្អូនចង់ page មួយណាដែលមានបញ្ហាបងប្អូនចង់ដោះអញ្ចឹងណាចឹងឧទាហរណ៍ថាយក page មួយនេះចោះ block វីដេអូនេះទៅណាថាដែលមានបញ្ហាចឹងយើងរងចាំបន្តិចចឹងបងប្អូនចូលចំណុចបន្តនេះបងប្អូនជួយកន្លែង profile យើងនេះសិនមកយើងជួយកន្លែង profile នេះមកហើយយើង screenshot ឡើងនឹងមួយបងប្អូនយើង screenshot ឡើងនឹងមួយហើយអញ្ចឹងបងប្អូនជួយកន្លែងនេះ personal professional dashboard នេះមកដើម្បីយើងយកទៅ select បន្ថែមទៀតតបមកបងប្អូនចូលកន្លែងកែវយិតនេះមកបាទបងប្អូនចូលកន្លែងកែវយិតនឹងរួចរាល់ហើយបងចូលនៅកន្លែងបងប្អូនចូលកន្លែង page recommend នេះបាទហើយយើងចូលពាក្យថា page state នេះដើម្បីយើងមើលថា quality page យើងយ៉ាងណានេះបងប្អូនណាបើសិនជា page បងប្អូនមានបញ្ហាកន្លែងហ្នឹងវាខៀវវាក្រហមឬក៏លឿងតាមហ្នឹងហើយឬក៏ខ្មៅឲ្យបងប្អូន screen ឡើងហ្នឹងមួយទៀតមកបាទបន្ទាប់ពី screen ឡើងហ្នឹងហើយបងប្អូនដកថយមកក្រោយវិញមួយទៀតមកបងប្អូន screen កន្លែងនេះមួយទៀតមក page recommendation នេះបងប្អូន screen កន្លែងហ្នឹងមួយទៀតមកបាទបន្ទាប់ពីបងប្អូន screen បានរួចរាល់ទាំងអស់ហ្នឹងហើយបងប្អូនចូលទៅកន្លែង tray 3វិញបងប្អូនចូលកន្លែង tray 3នេះមកបាទពេលបងប្អូនចូលឡើង tray 3បងប្អូនអូសទៅលើបន្តិចមកនេះបងប្អូនយកពាក្យថា help and support នេះមកបាទពេលអញ្ចឹងហើយបងប្អូនយកពាក្យថា report problem ចូលកន្លែង report problem មកហើយបងប្អូននេះបងប្អូនអូសមកបងប្អូនយកកន្លែងយើងចង់ដោះស្រាយមួយវានេះ continue to report a problem នេះបងប្អូនបាទយើងរងចាំវាបន្តិចមកដើម្បីវាដំណើរការអញ្ចឹងបងប្អូននេះពេលវាដំណើរការបងប្អូនអូសឡើងតិចមកនេះបងប្អូនយកកន្លែងខៀវនេះដើម្បីយើងចុចទៅ report មួយវាឲ្យបងប្អូនជ្រើសយកថា page បើសិនជាបងប្អូន page មានបញ្ហាយក page មកបើ Facebook profile មានបញ្ហាបងយក Facebook profile មកយក profile នេះអញ្ចឹងយើងថានេះ page ចុះបងប្អូនចុចកន្លែងហ្នឹងហើយអញ្ចឹងបងប្អូន upload ពី3ចំណុចដែលយើងមិញនឹងចូលមកយើងចុច upload វាមកដើម្បីថាវាមានបញ្ហាខ្លះនេះចុចតាមនឹងមកយើងចុចមួយព្រោះឲ្យ upload បានតែមួយទេបងប្អូនហើយ upload បន្ថែមទៀតមកនេះយើង up ដែលណាដែលយើងមានបញ្ហាអញ្ចឹងបងប្អូនបាទហើយកន្លែងនេះយើងផាសលេងមកឥឡូវលេងខ្ញុំមានស្រាប់ហើយខ្ញុំផាសឲ្យបងប្អូនមកអញ្ចឹងណាមិនចាំខ្ញុំតម្លាក់នៅក្នុង comment របស់ខ្ញុំអញ្ចឹងយើងអញ្ចឹងហើយយើងចុចឲ្យកន្លែង send នេះបងប្អូនយើងចុចកន្លែងសញ្ញាព្រួយនេះឡើងនេះយើងបញ្ជូនទៅបាទយើងចុចបញ្ជូនទៅយើងរងចាំតិចទៅវានឹងទទួលបានជោគជ័យនេះពេលវាបញ្ជូនទៅហើយវាចេញមកបែបនេះហើយបងប្អូនជាយាមស្នើទៅស្នើលើកទី1ទី2មិនបានអីបងប្អូនជាយាមស្នើពីម្ដងទៀតទៅអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយ